អូខេឥឡូវមើលប្លង់នេះបន្តិចទៅនេះគឺជាប្លង់មេសម្រាប់វិនិយោគលុយរបស់យើងបើសិនជាយើងរើសទ្រព្យយកមកដាក់ឲ្យបានត្រឹមត្រូវទោះបីជាចង់ឬក៏មិនចង់ក៏ដោយក៏លុយរបស់យើងវាកើនឡើងយ៉ាងមានសុវត្ថិភាពដែរការវិនិយោគវាដូចជាគ្រូបង្វឹកបាល់ទាត់អញ្ចឹងបើសិនជាយើងមើលទៅគឺដើរប្រម៉ូទទិញទ្រព្យល្អៗឬក៏ដើរប្រម៉ូទទិញកីឡាករល្អៗដើម្បីយកមកដាក់នៅក្នុងក្រុមហើយនឹងមានភាគរយខ្ពស់នៅក្នុងការទទួលបានជោគជ័យពេលប្រកួតនានាហើយសំណួរគឺថាតើវាដូចគ្នាមិនទៅរវាងបាល់ទាត់ជាមួយនឹងការវិនិយោគដែលយើងបាននិយាយគ្នាហ្នឹងបងប្អូននេះអាចនឹងឆ្ងល់បែបហ្នឹងហើយអូខេចាំខ្ញុំបញ្យល់ឲ្យបងប្អូនងាយយល់ឥឡូវយើងទៅមើលបងប្អូនគ្នាទៅលុយរបស់យើងគឺវាមិនកើនឡើងទេបើសិនជាយើងអត់យកវាទៅវិនិយោគឲ្យបានត្រឹមត្រូវប៉ុន្តែជាមួយនឹងរឿងវិនិយោគស្អីគេហ្នឹងគឺវាមិនងាយស្រួលទេសម្រាប់មនុស្សទូទៅលក្ខណៈថាតើតើដឹងពីរបៀបវិនិយោគទើបអាចនឹងមានលទ្ធផលល្អអញ្ចឹងហើយនៅក្នុងវីដេអូនេះគឺខ្ញុំនឹងលើកយកបាល់ទាត់ដើម្បីមកធ្វើជាការប្រៀបធៀបបែបនេះគឺទាំងអស់គ្នាពេលដែលមើលចប់នឹងដឹងហើយថាតើទ្រព្យបែបណាឬក៏ទ្រព្យមួយណាដែលត្រូវរើសហើយនឹងយកមកដាក់នៅក្នុងកន្ត្រកវិនិយោគទៅតាមទូនាទីរបស់វាជាមួយនឹងបាល់ទាត់នៅក្នុងជម្រើស11អ្នកដំបូងគឺគេមិនដែលដាក់ខ្សែប្រយុទ្ធទាំង10អ្នកទេធ្វើបែបនេះក្រុមហ្នឹងគឺនឹងចាញ់ជាមិនខានទេហើយមូលហេតុដោយសារតែมันមានខ្សែការពារនិងខ្សែបម្រើដើម្បី support ទៅដល់ខ្សែប្រយុទ្ធហ្នឹងហើយជាមួយនឹងការវិនិយោគក៏វាដូចគ្នាដែរគឺយើងមិនត្រូវទិញទ្រព្យមួយប្រភេទទេព្រោះថាទ្រព្យនីមួយៗគឺវាមាន cycle របស់ពួកវារៀងៗខ្លួនហើយឆ្នាំខ្លះគឺវាឡើងហើយឆ្នាំខ្លះក៏វាចុះទៅតាមនឹងដែរអញ្ចឹងហើយជាមួយនឹងការវិនិយោគគេតម្រូវឲ្យយើងមានទ្រព្យច្រើនប្រភេទនៅក្នុងកន្ត្រកវិនិយោគមួយហាមដាច់ខាតគឺមានទ្រព្យតែមួយប្រភេទណាធ្វើអញ្ចឹងទៅកន្ត្រកវិនិយោគរបស់យើងវាមានសុវត្ថិភាពហើយអាចថាយើងទទួលបានផលចំណេញទៅវាមិនទៅជាមានហានិភ័យខ្ពស់ប្រហែលទេបើសិនជាយើងរៀបចំបែបហ្នឹងសំណួរមួយទៀតគឺតើយើងគួរតែរៀបចំបែបណាទៅដើម្បីឲ្យកន្ត្រកវិនិយោគរបស់យើងហ្នឹងវាមានសុវត្ថិភាពវាមិនទៅមានហានិភ័យចម្លើយរបស់ខ្ញុំគឺខ្ញុំនឹងយករបៀបដែលគ្រូបង្វឹកបាល់ទាត់មកប្រែការក្នុងទីលានបាល់ទាត់វាមិនខុសអីពីកន្ត្រកវិនិយោគទេគ្រូបង្វឹកដែលល្អគឺតែងតែមានយុទ្ធសាស្ត្រសម្រាប់ការប្រកួតដែរកិច្ចការដែលសំខាន់គឺរៀបចំកីឡាករជម្រើស11អ្នកដំបូងហ្នឹងឲ្យបានត្រឹមត្រូវទៅតាមតួនាទីរបស់ពួកគេទៅអ្នកចាំទី1ខ្សែការពារដ៏រឹងមាំខ្សែបម្រើដ៏ល្អចាហើយពិសេសគឺខ្សែប្រយុទ្ធដ៏មុតស្រួចយើងដែលជាអ្នកវិនិយោគក៏អាចរៀបចំកន្ត្រកវិនិយោគរបស់យើងទៅតាមយុទ្ធសាស្ត្របែបហ្នឹងបានដូចគ្នាអញ្ចឹងមានន័យថាយើងត្រូវមានទ្រព្យចម្រុះបែបនេះដែរទើបកន្ត្រកវិនិយោគរបស់យើងវារឹងមាំល្អប៉ុន្តែតើទ្រព្យដែលជាអ្នកចាំទីទ្រព្យដែលជាខ្សែការពារជាខ្សែបម្រើហើយនឹងខ្សែប្រយុទ្ធដែលយើងនឹងយកមកដាក់ជាអ្វីទៅតាមពិតទៅគឺយើងអាចរៀបចំបានច្រើនរបៀបមែនតើប៉ុន្តែនៅក្នុងករណីនេះគឺខ្ញុំលើកយករបៀបដ៏សាមញ្ញមួយដើម្បីមកបញ្យល់អ្នកទាំងអស់គ្នានៅក្នុងទីលានកន្ត្រកវិនិយោគរបស់យើងអ្នកចាំទីគឺជាលុយប្រើប្រាស់ពេលចាំបាច់ហើយយើងស្គាល់ថាជា emergency fund នេះឯងទ្រព្យដែលជាខ្សែការពារវិញវាអាចជាមាសឬក៏អចលនទ្រព្យដែលជាខ្សែបម្រើអាចជាអាជីពរបស់យើងវាផ្ដល់ចំណូលសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់យើងឬក៏អាចជាលុយដែលសន្សំនៅក្នុងកងធនាគារហើយលុយហ្នឹងគឺសម្រាប់យកទៅទិញទ្រព្យដែលជាខ្សែប្រយុទ្ធដ៏មុតស្រួចរបស់យើងហើយទ្រព្យដែលជាខ្សែប្រយុទ្ធគឺជាទ្រព្យដែលអាចកើនតម្លៃបានច្រើនគួរសមដែរសម្រាប់ខ្ញុំគឺទីផ្សារពីហ៊ុនពិតជាណាអានេះគឺសម្រាប់ខ្ញុំទេតែអ្នកគ្នាអាចគិតខុសពីហ្នឹងក៏បានដែរអញ្ចឹងបើសិនជាយើងមើលរូបភាពធំទៅគឺនៅក្នុងទីលានកន្ត្រកវិនិយោគរបស់យើងគឺវាមានទម្រង់បែបនេះ emergency fund គឺដើរតួជាអ្នកចាំទីមាសឬក៏អចលនទ្រព្យដើរតួជាខ្សែការពារអាជីពឬក៏លុយនៅក្នុងធនាគាររបស់យើងគឺប្រើសម្រាប់ធ្វើជាខ្សែបម្រើហើយចុងក្រោយទីផ្សារពីហ៊ុនគឺដើរតួជាខ្សែប្រយុទ្ធដ៏មុតស្រួចរបស់យើងកន្ត្រកវិនិយោគបែបនេះទោះបីជាមានវិបត្តិសេដ្ឋកិច្ចធំមកដល់ក៏ដោយក៏យើងមិនងាយមានបញ្ហារឿងលុយកាក់នឹងដែរព្រោះថាយើងវាមានទ្រព្យចម្រុះទាំងអស់ហ្នឹងនៅក្នុងដៃហើយទ្រព្យការពារទ្រព្យបម្រើហើយនិងទ្រព្យដែលជាខ្សែប្រយុទ្ធសំណួរសំខាន់មួយទៀតគឺតើយើងគួរតែធ្វើអីបន្តទៀតបន្ទាប់ពីដឹងយុទ្ធសាស្ត្រនេះហើយចម្លើយគឺចាប់ផ្ដើមអនុវត្តផែនការចំពោះគ្រូបង្វឹកបាល់ទាត់គឺមានជំរឿននៅក្នុងដៃហើយ
គាត់អាចដើរមើលកីឡាករនៅក្នុងថ្នាក់យុវជនបើសិនជាមានល្អគឺយកមកដាក់នៅក្នុងឈុតធំហើយឬក៏អាចដើរទិញពីក្រុមផ្សេងៗក៏បានដែរឲ្យតែមានគេលក់សម្រាប់យើងដែលជាអ្នកវិនិយោគក៏ដូចគ្នាដែរអ្វីដែលត្រូវធ្វើគឺដើរទិញទ្រព្យល្អៗទាំងអស់នោះយកមកដាក់នៅក្នុងកន្ត្រកវិនិយោគប៉ុន្តែត្រូវប្រកាសថាទ្រព្យដែលចង់ទិញគឺវាស័ក្តិសមជាមួយនឹងហិរញ្ញវត្ថុរបស់យើងដូចគ្នាអញ្ចឹងដែរនិយាយបែបនេះព្រោះថាហិរញ្ញវត្ថុរបស់អ្នកខ្លះគឺมันអាចទិញអចលនទ្រព្យបានទេព្រោះថាវាត្រូវការលុយច្រើនហើយអ្នកខ្លះទៀតគឺมันស័ក្តិសមជាមួយនឹងទីផ្សារពីហ៊ុនទេបើទោះបីជាវាល្អយ៉ាងណាក៏ដោយនេះក៏ព្រោះថាវាត្រូវការចំណេះដឹងហើយចំណេះដឹងហ្នឹងគឺតើតែរៀនទៅបានអត់មានផ្លូវកាត់ទេក្រៅពីនេះខ្ញុំគិតថាយើងទាំងអស់គ្នាគឺគួរតែមានវាហើយដូចជា emergency fund ណាគឺយើងត្រូវតែមានវាដែរមួយទៀតមាសក៏ត្រូវតែមានដែរហើយតើតើជាមួយនឹងលុយនៅក្នុងធនាគារវិញអាហ្នឹងគឺរឹតតែត្រូវតែមានទៀតហើយតែស្អីវាមិនចេះទេលុយនៅក្នុងកងធនាគារវាគឺជាប្រភេទលុយសំដែលយើងប្រើយកទៅទិញទ្រព្យល្អៗពេលដែលវាមានឱកាសកើតឡើងប៉ុន្តែដោយសារតែយើងដែលជាអ្នកធ្វើការអត់ទៅមានចំណូលច្រើនឬក៏មិនមានលុយមកកញ្ចប់ធំទេដើម្បីយកទៅទិញទ្រព្យអញ្ចឹងដើម្បីធ្វើបែបហ្នឹងបានគឺយើងចេញពីការសំហ្នឹងហើយសំពីមួយខែទៅមួយខែដាក់នៅក្នុងកងធនាគារអីទៅដល់ពេលដល់វេលាយើងដកវាមកតំដុំហើយយកទៅទិញទៅប៉ុន្តែជាមួយនឹងការសំហ្នឹងគឺវាបែងចែកជាពីរទៀតដូចយើងនិយាយគ្នាចឹងយើងសំទី1គឺសំដាក់នៅក្នុងលុយប្រើប្រាស់ពេលចាំបាច់ឲ្យវាពេញសិនមកកញ្ចប់ហ្នឹងឲ្យពេញសិនបន្តមកទៀតទើបយើងសំដើម្បីយកទៅទិញទ្រព្យល្អៗអាហ្នឹងគេហៅថាលុយសំដើម្បីទិញទ្រព្យនៅក្នុងកន្ត្រកវិនិយោគរបស់ខ្ញុំកីឡាករដែលខ្ញុំរើសចេញមកគឺមួយភាគធំចេញពីទីផ្សារពីហ៊ុនមានន័យថាកីឡាករដែលជាខ្សែការពារកីឡាករដែលជាខ្សែបម្រើហើយនិងកីឡាករដែលជាខ្សែប្រយុទ្ធគឺខ្ញុំរើសចេញពីទីផ្សារពីហ៊ុនទាំងអស់យកទីផ្សារពីហ៊ុនធ្វើជាកីឡាករទាំងអស់ហ្នឹងលើកលែងតែមួយទេគឺ emergency fund របស់ខ្ញុំគឺជាលុយសុទ្ធខ្ញុំទុកនៅផ្ទះខ្លះខ្ញុំទុកនៅធនាគារខ្លះអញ្ចឹងក្រៅពីហ្នឹងគឺបែបហ្នឹងជាកីឡាករដែលរើសចេញពីទីផ្សារពីហ៊ុនតើអ្នកគ្នាលឺអញ្ចឹងហើយអាចនឹងឆ្ងល់ថាបងធ្វើអញ្ចឹងមិនហានិភ័យខ្លាំងទេដោយសារតែទីផ្សារពីហ៊ុនហ្នឹងវាគឺជាទ្រព្យតែមួយតាត្បិតតែវាមានក្រុមហ៊ុនច្រើនប្រភេទមែនប៉ុន្តែវានៅក្នុងប្រភេទតែមួយដែរហ្នឹងគឺទីផ្សារពីហ៊ុនហ្នឹងបើសិនជាទាំងអស់គ្នាឆ្ងល់បែបហ្នឹងឬក៏សួរអញ្ចឹងមិនជាបញ្ហាទេឥឡូវខ្ញុំបញ្យល់ចេះវិញទីផ្សារពីហ៊ុនបើសិនជាយើងមើលមកផ្លែទៅឬក៏លើគេនិយាយពីវាទៅវាលក្ខណៈបែបហ្នឹងគឺទីផ្សារពីហ៊ុនដូចជាទ្រព្យមួយប្រភេទអញ្ចឹងប៉ុន្តែអត់ទេណានៅក្នុងទីផ្សារពីហ៊ុនគឺវាបង្កើតឡើងដោយក្រុមហ៊ុនជាច្រើនពិសេសគឺក្រុមហ៊ុននៅក្នុង sector វិស័យផ្សេងគ្នាទាំងអស់ឃើញទេវិស័យតាក់ទងជាមួយនឹងសុខាភិបាលក៏មាន technology ក៏មាន cyber security ក៏មានដែរឃើញទេអញ្ចឹងគឺវាច្រើនមែនតើបើសិនជាច្រើនអញ្ចឹងកិច្ចការរបស់យើងគឺយើងរើសទ្រព្យរើសក្រុមហ៊ុនដែលជាវិស័យផ្សេងៗហ្នឹងមកដាក់បញ្ចូលគ្នាមកគឺវាដើរតួជាទ្រព្យប្រភេទផ្សេងគ្នាហើយនៅក្នុងទីផ្សារពីហ៊ុនបើសិនជាយើងមើលទៅគឺវាអញ្ចឹងមួយទៀតទេក្រុមហ៊ុនទាំងអស់វាមានមុខងារផ្សេងគ្នាសម្រាប់ខ្ញុំគឺបែងចែកអញ្ចឹងទី1គឺក្រុមហ៊ុនខ្លះវាដើរតួជាប្រភេទគេហៅថាខ្សែការពារខ្លះទៀតវាដើរតួជាប្រភេទខ្សែបម្រើហើយខ្លះទៀតវាដើរតួជាប្រភេទខ្សែប្រយុទ្ធរមុតស្រួចយ៉ាងហ្មងក្រុមហ៊ុនដែលដើរតួជាខ្សែការពារគេហៅវាថាជាពពួក defensive stock ដូចជា Costco ដូចជា Walmart អីជាដើមអាហ្នឹងគឺពពួក defensive stock ហើយក្រុមហ៊ុនដែលដើរតួជាខ្សែបម្រើគេហៅវាថាជាពពួក value stock value stock ហ្នឹងគឺវាមិនសូវជាការឡើងខ្ពស់ទេហើយវាក៏មិនសូវជាបានផលចំណេញច្រើនណាស់ដែរហើយវាក៏មិនតិចដែរវាដូចជាពពួក Apple ឬក៏ Microsoft ឬក៏ Google អីហ្នឹងហើយ Amazon អីចឹងទៅអាហ្នឹងគេហៅថាពពួកvalue stock ដែលខ្ញុំដាក់វានៅក្នុងប្រភេទជាខ្សែបម្រើហើយមួយទៀតគឺពពួកក្រុមហ៊ុនដែលដើរតួជាខ្សែប្រយុទ្ធដ៏មុតស្រួចអាហ្នឹងគឺខ្លាំងមែនតើវាអាចថានឹងឲ្យយើងទទួលបានផលចំណេញច្រើនមែនតើពិសេសគឺក្រុមហ៊ុនដែលផ្ដោតទៅលើពពួក AI ឬក៏ technology អាហ្នឹងហើយជាក្រុមហ៊ុនដែលខ្ញុំដាក់ថាពពួកខ្សែប្រយុទ្ធដ៏មុតស្រួចដូចជា Nvidia ដូចជា Broadcom ដូចជា Palantir ជាដើមផលចំណេញច្រើនណាគឺទទួលបានបើសិនជាតាំងពីពេលវិនិយោគមកប្រហែលជាក្រុមហ៊ុនខ្លះ 2-300% 5-600% ក៏មានដែរអាហ្នឹងគឺខ្ញុំទទួលបានតែជាណាអានេះគឺសម្រាប់ខ្ញុំទេអញ្ចឹងបើសិនជាបែបហ្នឹងហើយអ្វីដែលខ្ញុំអាចមើលឃើញរើសវាមកដាក់នៅក្នុងកន្ត្រកវិនិយោគមកវាដើរតួជាក្រុមហ៊ុនផ្សេងគ្នាធ្វើឲ្យកន្ត្រកវិនិយោគរបស់ខ្ញុំវាមានហានិភ័យទាបមែនតើហើយអាចទទួលបានផលចំណេញរីកច្រើនគួរសមដែរ